បាទខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមលើកយកនៅអត្ថបទខ្លីមួយដែលមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាប្រទេសនៅលើពិភពលោកចិនកំពុងដំណើរការផលិតយន្តហោះល្បឿនលឿនជាងសម្លេងដែលអាចធ្វើដំណើរឆ្ពោះទៅទីក្រុងញូវយ៉កដោយប្រើពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះបាទមុននឹងចូលដល់ខ្លឹមសារសម្រាប់ប្រិយមិត្តថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនៅរាល់ការផុសវីដេអូថ្មីៗរបស់ខ្ញុំបាទក្រុមហ៊ុនចិន Transportation កំពុងអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសម្លេងដែលអាចធ្វើដំណើរពីប្រទេសចិនទៅទីក្រុងញូវយ៉កក្នុងរយៈពេលត្រឹមតែ1ម៉ោងប៉ុណ្ណោះក្រុមហ៊ុនអាកាសចរមួយនេះបាននិយាយថាខ្លួនកំពុងអភិវឌ្ឍយន្តហោះឬរ៉ុកែតមានស្លាបដែលនឹងដំណើរការសម្រាប់ទេសចរអវកាសនិងការធ្វើដំណើរពីចំណុចមួយទៅចំណុចមួយទៀតហើយយន្តហោះរបស់ខ្លួននឹងមានតម្លៃទាបជាងក្របរ៉ុកែតដែលប្រើសម្រាប់ដឹកកែរណបទៅកាន់ទីអវកាសហើយវាក៏លឿនជាងយន្តហោះចាស់របស់ខ្លួនផងដែរចំណែកវីដេអូដែលបង្ហោះក្នុងគេហទំព័ររបស់ខ្លួនបានបង្ហាញឲ្យឃើញថាអ្នកដំណើរជាច្រើនអ្នកបានឡើងលើយន្តហោះល្បឿនលឿនជាងសម្លេងបន្ទាប់មកយន្តហោះនេះបែរបញ្ឈរឆ្ពោះទៅលើមេឃហើយហោះទៅលើអាកាសបន្ទាប់ពីការហោះហើរជាច្រើននាទីឧបករណ៍ជំនួយការបាញ់បង្ហោះបានធ្លាក់ចេញហើយត្រឡប់ទៅកន្លែងដាក់ជើងទម្រដោយសុវត្ថិភាពបន្ទាប់មកយន្តហោះនេះបន្តដំណើររបស់ខ្លួនតាមពពកការធ្វើដំណើរក្រោមបាតសមុទ្រហើយទីបំផុតធ្វើដំណើរក្នុងចម្ងាយ 7,000 គីឡូម៉ែត្រទៅកាន់គោលដៅរបស់វាក្រុមហ៊ុន Transportation ក្រុងនឹងដំណើរការសាកល្បងយន្តហោះនេះនៅត្រឹមឆ្នាំ 2023 ដោយសង្ឃឹមថានឹងចាប់ផ្ដើមការហោះហើរលើកដំបូងនៃយន្តហោះល្បឿនលឿនជាងសម្លេងនេះនៅក្នុងឆ្នាំ 2024 ហើយនឹងដឹកក្រុមនាវិកនៅពេលក្រោយពលគឺនៅឆ្នាំ 2025 បាទខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទដែលមានខ្លឹមសារដោយដែលខ្ញុំបានរៀបរាប់ជូនខាងលើសូមបញ្ចប់តែត្រឹមនេះបើប្រិយមិត្តពេញចិត្តសូមកុំភ្លេចចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយខ្ញុំបាទរងចាំការ comment ជាមតិយោបល់ក្នុងន័យស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ